បាទសួស្តីបងប្អូននេះកន្លែងបើកថ្មីនៅក្នុងខេត្តបាត់ដំបងបងប្អូនអញ្ចឹងពេលខ្លះយើងមិនបាច់ទៅសៀមរាបអីទេបងប្អូននេះមើលការរៀបចំរបស់គេបាទហើយកន្លែងនេះផងដែរគឺគេហៅថាភូមិមង្គលបងប្អូនបាទស្អាតមែនទែនកន្លែងគេបាទពេលខ្លះមិនបាច់ទៅសៀមរាបទេបាទត្រឹមតែខេត្តបាត់ដំបងអញ្ចឹងក៏យើងឃើញការរៀបចំបែបនេះដូចនៅក្នុងខេត្តសៀមរាបដែរបាទនេះបាទហើយនោះផ្ទះគេអីស្អាតបងប្អូននេះគេរៀបចំមកបាទដូចនៅសៀមរាបអញ្ចឹងបងប្អូនវ៉ែតបែបនេះបាទគឺស្អាតខ្លាំងតែម្ដងបាទនេះបាទហើយខាងនេះវិញគឺគេរៀបចំបាទកញ្ចុះនៅមាត់ទឹកមាត់អីចឹងបាទនេះស្អាតណាស់បងប្អូនបាទនេះបាទហើយនៅក្នុងនេះគឺគេមានលក់ម្ហូបខ្មែរម្ហូបអីចឹងណាបងប្អូនបាទបងប្អូននេះផ្ទះស្អាតបាទហើយប៉ាវេនៅក្នុងនេះក៏ធំដែរបងប្អូននេះបាទស្អាតខ្លាំងហើយនេះលើកទី1របស់ខ្ញុំឯងដែលខ្ញុំបានចូលមកដល់ទីនេះបាទនេះយើងថតមកពីខាងនេះបាទជាប់មាត់ទឹកបាទនេះសុទ្ធទឹកបាទហើយនេះកញ្ចុះគេស្អាតដែរបាទគឺម៉ូដខ្មែរពិតចំតែម្ដងបាទនេះបងប្អូនទឹកស្អាតបាទមើលពីនេះទៅស្អាតខ្លាំងមែនតើនេះលក្ខណៈភូមិបុរាណតែម្ដងបាទកន្លែងនេះក៏កន្លែងគេញ៉ាំអីមួយទៀតដែរបងប្អូននេះបាទចាំមើលខ្ញុំឆ្លងស្ពានទៅមើលបាទនេះបាទអូគេរៀបចំបានស្អាតបាទកន្លែងនេះក៏របៀបជាបុរាណគេដែរនិយាយទៅដូចអ្វីដែលខ្ញុំធ្លាប់ឃើញនៅក្នុងរឿងពីមុនណាបងប្អូនបាទនេះគេមានខាងក្នុងហ្នឹងគេមានកន្លែងអង្គុយខាងលើបាទគេได้រៀបចំមកស្អាតបាទនេះកន្លែងអង្គុយញ៉ាំអីនៅមាត់ទឹកនេះបងប្អូនលក្ខណៈអង្គុយមករ៉ូមែនទិកមែនតើនេះលក្ខណៈបែបគូស្នេហ៍ឬក៏គ្រួសារក៏បានអីក៏បានដែរបាទគេមានទឹកគេមានអីគេនៅក្នុងហ្នឹងបាទពេលខ្លះខ្ញុំនឹកស្មានថានៅបាត់ដំបងមានកន្លែងស្អាតបែបនេះអញ្ចឹងទេបងប្អូនបាទនិយាយមែនបាទអត់បានឃើញផ្ទាល់នឹងភ្នែកគឺអត់ជឿគេទេនេះគុំតែបានមកដល់ដោយខ្លួនឯងឯងបាទបានជឿថានៅបាត់ដំបងមានកន្លែងស្អាតបែបនេះបាទហើយនេះគេរៀបចំមានជារទេះគោបាទនេះផ្ទះរបៀបបែបខ្មែរយើងមួយទៀតហ្នឹងបងប្អូននេះបាទអូទីធ្លាប៉ាវេនគេនេះធំមែនទែនបាទបាទនេះវិញគឺជាផ្ទះរបៀបបែបខ្មែរកាលខ្ញុំនៅពីក្មេងៗនៅក្នុងភូមិតាមភូមិអីសបោឃើញផ្ទះបែបនេះហ្នឹងបងប្អូននេះបាទពេលចូលមកដល់កន្លែងនេះខ្ញុំមានអារម្មណ៍ថាខ្ញុំដូចបានឆ្លងភពឆ្លងសម័យអញ្ចឹងបងប្អូនបាទដូចឆ្លងសម័យនៅពីសម័យកាលពីមុនបាទដែលខ្ញុំធ្លាប់ទៅឃើញនៅក្នុងរឿងភាគបាទរឿងភាគខ្មែរយើងបាទប៉ុន្តែឥឡូវខ្ញុំបានចូលមកដល់នេះហើយបាទនេះស្អាតខ្លាំងតែមែនតែនហ្មងបាទនេះបាទហើយនេះយើងដើរមកពីខាងក្រោយនេះវិញបាទផ្លូវគេដើរអីគេរៀបចំស្អាតមែនតែនបាទអូយនៅពេលដែលចូលមកកន្លែងនេះមានអារម្មណ៍មួយថា relax ខ្លាំងមែនទេបងប្អូននេះមានអារម្មណ៍មួយថាដូចខ្ញុំកំពុងតែនៅសៀមរាបដើរតាមផ្លូវនៅសៀមរាបមិនដឹងទេបងប្អូនបាទនេះនិយាយមែនណានេះមានអារម្មណ៍ដូចខ្លួនឯងកំពុងដើរនៅសៀមរាបមិនទេបាទនេះវាស្អាតបងប្អូនបាទនេះខ្ញុំដើរឆ្វែនៅក្នុងប៉ាវេហ្នឹងបងប្អូនដើរចង់សតទេបាទដោយសារតែវាស្អាតខ្ញុំស្រឡាញ់ការរៀបចំបាទការដេកនៅក្នុងភូមិនេះបាទគឺវាមានភាពស្រស់ស្អាតនិយាយទៅពេលខ្លះដូចថានឹកសៀមរាបអីចឹងយើងមកទៅត្រឹមនេះក៏មានអារម្មណ៍មួយថាយើងកំពុងតែនៅសៀមរាបដែរបងប្អូនបាទនេះស្អាតបាទអូផ្ទះនេះគឺផ្ទះបុរាណដ៏ធំហ្មងបងប្អូនបាទនេះគឺស្អាតមែនទែននៅក្នុងនេះហើយធំបាទបងប្អូននេះកន្លែងដូចគេមានជាកាហ្វេមានជាអីគេទៀតបាទនៅខាងក្រោមនេះកន្លែងគេភ្ញៀវអាចអង្គុយញ៉ាំអីធ្វើបានអញ្ចឹងបងប្អូននេះរៀបចំនិយាយទៅឈើឡើងប្រណិតតែម្ដងបាទទាំងតុកទាំងអីនេះនិយាយទៅឈើចេញមកឡើងប្រណិតហ្មងបងប្អូនស្អាតបាទស្អាតខ្លាំងនេះចូលមកក្រោមនេះត្រជាក់ស្រេបហ្មងបាទនេះបងប្អូនចង់មកស្នាក់នៅអីជាលក្ខណៈគ្រួសារអីនេះគឺគេមានផ្ទះហ្នឹងជាលក្ខណៈគ្រួសារគេអត់ជួលជាបន្ទប់ទេប៉ុន្តែគេជួលជាដាច់តែម្ដងបងប្អូនបាទនេះទស្សនវិជ្ជាពីមុខផ្ទះហ្នឹងបាទខ្ញុំមកស្មានរៀងក្តៅទៅបងប្អូនបើសិនជាមកល្ងាចឬក៏អីមេឃត្រជាក់អូស្អាតមែនទែននៅក្នុងនេះបាទនេះកញ្ចក់គេនៅគៀនមាត់ទឹកហ្នឹងស្អាតណាស់បងប្អូននេះបាទ
បាទស្អាតនេះចុះគេបែបខ្មែរតែម្ដងបាទនេះបងប្អូនគេរៀបចំធ្វើដូចជាទឹកជាអីចឹងនេះបាទស្ពានឆ្លងនិយាយទៅដូចនៅក្នុងភូមិបុរាណណាមួយចឹងបងប្អូននៅពេលដែលយើងមើលទៅបាទនេះបាទស្អាតខ្លាំងណាស់បាទ